đâyអ្នកដែលទស្សនាវីដេអូរបស់ខ្ញុំបាទទាំងអស់គ្នាវីដេអូមួយនេះដែរគឺខ្ញុំធ្វើឡើងគឺជាអនុស្សាវរីយ៍ដែលការដាំពោតរបស់ខ្ញុំចាប់ពីដើមរហូតតតែទទួលបានទិន្នផលនេះគឺជាពេលដែលខ្ញុំបានភ្ជួរដីហើយដាំហើយក៏បានដុសពន្លកមកខ្លីតិចតួចហើយចាប់ពីទូចរហូតដល់ធំបន្តិចហើយក៏មានការបាញ់ថ្នាំមានអីផ្សេងតែខ្ញុំបានថតទេអានេះជាទស្សនវិជ្ជាពេលថ្ងៃរៀបលិចចាំងមកដូចពណ៌មាសតែម្ដងស្អាតមែនតើខ្ញុំចូលចិត្តបែបធម្មជាតិបែបនេះទើបខ្ញុំធ្វើវីដេអូនេះឡើងជាអនុស្សាវរីយ៍ហើយនេះគឺពោតរបស់ខ្ញុំបានរយៈពេលប្រហែលជា20ជាងថ្ងៃគឺបានកម្ពស់ប្រហែលជាត្រឹមចង្កេះល្អមែនតើលើកទី1ដែលខ្ញុំដាំពោតហើយក៏ជាលើកទី1ដែលខ្ញុំដាំពោតបានល្អបែបនេះលើកទី1ក្នុងការដាំពោតហើយក៏ជាលើកទី1ដែលខ្ញុំដាំពោតបានល្អបែបនេះខ្ញុំពិតជាសប្បាយចិត្តមែនតើហើយនេះជាទស្សនវិជ្ជាជារូបដែលខ្ញុំដាំបានប្រហែលជា